នៅក្នុងជីវិតរបស់ផងយើងម្នាក់យើងត្រូវតែចេះផ្លាស់ប្ដូរការផ្លាស់ប្ដូរមួយនេះគឺសំដៅទៅលើទម្លាប់ផងយើងដែលមិនល្អដូចជាភាពខ្ជិលច្រអូសភាពខ្មាស់អៀនយើងត្រូវតែខំផ្លាស់ប្ដូរជីវិតរបស់ខ្លួនឯងដើម្បីឈានទៅរកនូវភាពប្រសើរដូចជាមេអំបៅជាដើមមុនពេលដែលវាคล้ายទៅជាសត្វមួយដែលស្រស់ស្អាតវាក៏កើតចេញពីដង្កូវនោះដែរសូម្បីតែផ្កាឈូកដែលយើងមើលទៅឃើញថាស្រស់ស្អាតវាក៏កើតចេញពីដីភក់ដែរចុះហេតុអ្វីបានជាយើងមិនព្រមកែប្រែខ្លួនរបស់ផងយើងឲ្យទៅជាជីវិតមួយដែលល្អប្រសើរជីវិតមួយដែលអាចទទួលបាននូវភាពល្អប្រសើរមិនមែនដោយភាពខ្ជិលច្រអូសផងយើងនោះទេមិនមែនដេកស៊ីហើយអ្វីទាំងអស់នោះវារត់មករកយើងនោះទេតែវាទទួលបានមកដោយសារតែការខិតខំរបស់ផងយើងដូច្នេះហើយសូមកុំភ័យខ្លាចនៅក្នុងការដែលផ្លាស់ប្ដូរជីវិតខ្លួនឯងកុំភ័យខ្លាចជាមួយនឹងសម្ដីរបស់អ្នកដទៃដែលគេមើលងាយគេបង្អាប់យើងប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវតែយកឈ្នះលើខ្លួនឯងឲ្យបានត្រូវតែយកឈ្នះលើភាពខ្មាស់អៀនភាពភ័យខ្លាចខ្ញុំសូមលើកជាឧទាហរណ៍នៅក្នុងវីដេអូនេះបង្ហាញអ្នកនរគ្នាទៅចុះការដំបូងកន្លែងនេះវាគឺជាកន្លែងទ្រង់ជ្រូកតែប៉ុណ្ណោះប៉ុន្តែឥឡូវវាខ្លាយទៅជាកន្លែងដាក់អនិងកន្លែងដាំស្លប៉ុន្តែដោយសារតែមានភ្លៀងជោគជាំពេកធ្វើឲ្យពិបាកនៅក្នុងការដាំស្លវាសើមអស់សើមអេអញ្ចឹងណាដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តត្រូវតែផ្លាស់ប្ដូរកន្លែងហ្នឹងឲ្យវាល្អប្រសើរជាងនឹងអ្នកប្រូឆាយថតផងធ្វើផងគ្រាន់តែប៉ុណ្្នឹងក៏ចំណាយពេលចិត្តអស់មួយព្រឹកដែរដើម្បីផ្លាស់ប្ដូរអ្វីមួយយើងមិនអាចធ្វើភ្លាមបានភ្លាមនោះទេគឺយើងត្រូវការរយៈពេលក្នុងការកែប្រែវាការផ្លាស់ប្ដូរទីកន្លែងការផ្លាស់ប្ដូរអ្វីមួយគឺវាងាយស្រួលជាងការផ្លាស់ប្ដូរទម្លាប់របស់ផងយើងប្រសិនបើជាយើងអាចផ្លាស់ប្ដូរទម្លាប់របស់ផងយើងបានវានឹងធ្វើឲ្យជីវិតរបស់ផងយើងវាកាន់តែល្អប្រសើរជាងនឹងហើយអ្នកទាំងអស់គ្នាមើលទៅលើប្រភេទឈើដែលខ្ញុំយកមកច្នៃធ្វើជាកន្លែងដាក់រាវចានរាវអីអញ្ចឹងណាប្រសិនបើជាអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នានឹងយកប្រភេទឈើទាំងអស់ហ្នឹងយកទៅធ្វើអីអ្នកខ្លះអាចจะនឹងគិតថាយកធ្វើអស់ដុតស្រួលជាងអ្នកខ្លះទៀតក៏គិតថាយកទៅធ្វើអញ្ចេះធ្វើអញ្ចោះអញ្ចឹងណារបស់មួយដែលអាចមានតម្លៃខ្ពស់គឺកើតឡើងដោយសារគំនិតកែច្នៃរបស់ផងយើងប៉ុន្តែបើសិនជាយើងអត់បានគិតពិចារណានោះទេទោះបីជារបស់នឹងមានតម្លៃយ៉ាងណាក៏ដោយក៏យើងនឹងច្នៃវាខ្លាយទៅជារបស់ឥតប្រយោជន៍នៅពេលដែលអ្នកទាំងអស់គ្នាបានឃើញវីដេអូដែលខ្ញុំធ្វើនេះហើយបងប្អូនខ្លះអាចនឹងគិតថាអូកន្លែងអញ្ចឹងចិត្តតែយកមកបង្ហាញគេទៅកើតអត់មានខ្មាស់គេទេអីកន្លែងអញ្ចឹងសម្រាប់ខ្ញុំវិញខ្ញុំអត់មានអីត្រូវខ្មាស់នោះទេព្រោះវាគឺជាជីវិតពិតរបស់ខ្ញុំផ្ទាល់តែម្ដងហើយវាក៏ជាការផ្លាស់ប្ដូររបស់ខ្ញុំដែរទោះបីជាវាតិចតួចក្តីប៉ុន្តែគឺខ្ញុំអាចធ្វើវាបានហើយប្រសិនបើជាខ្ញុំមិនធ្វើតើមានអ្នកណាគេនឹងមកធ្វើឲ្យខ្ញុំមានអ្នកណាដែលមានពេលទំនេរគេមកធ្វើឲ្យយើងទាំងយើងមិនធ្វើអីនោះទេដូចជាជីវិតរបស់ផងយើងផ្ទាល់តែម្ដងគ្មានអ្នកណាគេមកផ្លាស់ប្ដូរយើងបាននោះទេប្រសិនបើយើងមិនព្រមផ្លាស់ប្ដូរខ្លួនឯងសូមកុំភ័យខ្លាចនៅក្នុងការផ្លាស់ប្ដូរបីជាការផ្លាស់ប្ដូររបស់យើងដំបូងយើងមិនអាចធ្វើបានច្រើនក៏ដោយនោះក៏យើងបានផ្លាស់ប្ដូរដែរយើងព្យាយាមផ្លាស់ប្ដូរវាម្ដងបន្តិចទៅយូរទៅយើងគង់តែផ្លាស់ប្ដូរបានអស់នោះទេកុំព្យាយាមសម្លឹងមើលតែកំហុសរបស់គេប៉ុន្តែសម្លឹងមើលកំហុសរបស់ខ្លួនឯងសម្លឹងមើលជីវិតរបស់ខ្លួនឯងវិញធ្វើយ៉ាងម៉េចដើម្បីព្យាយាមផ្លាស់ប្ដូរខ្លួនឯងដើម្បីឈានទៅរកនូវភាពល្អប្រសើរដូច្នេះនៅកន្លែងទ្រង់ជ្រូករបស់ខ្ញុំពីមុនឥឡូវនេះខ្ញុំបានផ្លាស់ប្ដូរវាបានក្លាយទៅជាកន្លែងផ្ទះបាយមួយដែលមានសោភ័ណភាពល្អប្រសើរជាងមុនហើយ